ស្ដីគ្នាយើងស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងមកពន្យល់ហើយនឹងបង្រៀនអំពីការធ្វើទៅកាន់ radar project របស់យើងអញ្ចឹងយើងដឹងថា radar project គឺសម្រាប់ធ្វើសម្រាប់ចាប់រថិចយកមនុស្សនៅពេលដែលមានមនុស្សដើរកាត់ឬមួយក៏មានអ្វីដើរកាត់គឺវារថិចនឹង alert ប្រាប់យើងផងដែរដែលយើងទៅកាន់ទៅលើ system វាអញ្ចឹងដើម្បីបានជារូបរាង radar project អញ្ចឹងយើងត្រូវធ្វើមិនអញ្ចឹងខ្ញុំនឹងបញ្ចូលទៅកាន់វីដេអូរបស់យើងនេះហើយខ្ញុំនឹងតម្លាក់ link ឲ្យគ្នាយើងដែរអំពី link នេះ link របស់ radar project នេះឲ្យទៅកាន់គ្នាយើងអញ្ចឹងដើម្បីបានទៅកាន់ radar project នេះខ្ញុំនឹងរៀនអំពី basic ដំបូងអំពីការដកខ្សែនិងដាក់កូដមិនឲ្យគ្នាយើងមើលផងដែរអញ្ចឹងនេះគ្រាន់តែជា servo ទេដែលវារថិចជាចំនួន90 degree ឲ្យយើងមើលឬមួយក៏ radar របស់យើងគឺនៅស្ងៀមទេអញ្ចឹងបើយើងមាន servo ទេគឺ radar ចាប់បានតែមិនឆ្លក់គាត់អញ្ចឹងនៅពេលដែលយើងមាន servo គឺវារថិចទៅវិញទៅមកឲ្យគ្នាយើងមើលឲ្យគ្នាឲ្យ radar ហ្នឹងវាចាប់បាន90 degree ផងដែរអញ្ចឹងអានេះគ្រាន់តែជាការដកខ្សែទៅលើ radar របស់យើងទេបើយើងអាចមានពេលយើងអាចធ្វើអញ្ចឹងក៏បានដែរក៏ល្អដែរទៅលើឡាំងកេះឡាំងរបស់យើងអញ្ចឹងនេះរូបរាងរបស់ radar project អញ្ចឹងយើងមើលមកកាន់នេះអញ្ចឹងខ្ញុំបញ្ចូលធួទេទៅកាន់ជើង5V ហើយនិងជើង GND អញ្ចឹងជើង 5V គឺដល់មកកាន់ជើងបូករបស់ board អញ្ចឹង 5V ហ្នឹងគឺជាជើងភ្លើងហើយនឹងជើង GND នេះគឺជាគឺជា ground ជាខ្សែដីអញ្ចឹងនៅពេលដែលវាដោតមកគឺវាមានភ្លើងអីទៅកាន់ board របស់វាហ្នឹងគឺជើង 5V ហើយនិងជើង GND អញ្ចឹងនៅពេលដែលយើងដោតមកកាន់ជើង board ហ្នឹងគឺឧទាហរណ៍ថានេះគឺយើងឃើញអញ្ចឹងគឺជើង 5V គឺដោតទៅកាន់ servo ដើម្បី servo ហ្នឹងវាមានភ្លើងហើយក៏ដោតជើង GND ដែលជើង ground ហ្នឹងគឺជាជើងពណ៌ខ្មៅនេះដោតទៅកាន់ servo មួយទៀតហើយជើង GND ជើង ground នេះគឺដោតមកកាន់ជើង servo នេះគ្នាហើយនឹងជើង 5V គឺដោតមកកាន់ជើង VCC ហើយអាជើងលេខ12នេះគឺដោតទៅកាន់ servo របស់យើងដែលវាសម្រាប់ស្រី servo ថាយើងចង់បានរថិចចំនួន90 degree មួយក៏60 degree ហើយជើង11ជើងលេខ11នេះគឺដោតមកកាន់ជើងecho ដើម្បីស្រីទៅកាន់radar របស់យើងផងដែរហើយជើងលេខ10គឺដោតមកកាន់ជើង trick ដែលស្រីទៅកាន់ radar របស់យើងដូចគ្នាអញ្ចឹងខ្ញុំប្រាប់គ្នាយើងអំពីរបៀបយកកូដដាក់កូដទៅកាន់ Arduino អញ្ចឹងlink ខ្ញុំនឹងតម្លាក់ឲ្យគ្នាយើងនៅខាងក្រោមវីដេអូហើយរបៀប copy code យើងគ្រាន់តែឃើញតាមនេះទេគឺ string pin លេខ10 echo ហើយនឹង echo pin លេខ11អញ្ចឹងបើយើងដោតយើងឧទាហរណ៍យើងដោតអានេះជើងលេខ9ឬមួយក៏ជើងលេខ10ឧទាហរណ៍ថាយើងដោតលេខ9លេខ10យើងមិនដាក់នេះលេខ10 11អីក៏វាត្រូវដែរអញ្ចឹងយើងគឺត្រូវដាក់ឲ្យត្រូវជាមួយជើងហើយនឹងកូដរបស់យើងក៏ត្រូវដូចគ្នាអញ្ចឹងព្រោះយើង copy មកយកធំនេះមក return distance នេះធំ string pin low នេះអញ្ចឹងយើង copy មកយើងយកមកដាក់មកកាន់ Arduino Nano Arduino IDE របស់យើងនេះ app របស់វាគឺ Arduino IDE ចាំខ្ញុំដាក់ link របៀប download Arduino IDE ឲ្យគ្នាយើងអញ្ចឹងយើង copy មកហើយយើងដាក់ចេះមកហើយបន្ទាប់មកយើង select board វាហងអីយើងចុច run មកពេលយើង select board ហើយយើងចុច run មក board របស់យើង com អីហ្នឹងហើយសម្រាប់វីដេអូយើងអានេះជារបៀបដោតខ្សែដែលយើងដោតខ្សែពីខ្សែ 5V ហើយនឹងខ្សែ GND ខ្សែ 5V ខ្ញុំដោតខ្សែក្រហមនេះគឺមកឡៃបូកហើយខ្សែ GND ដោតខ្សែពណ៌ស្វាយចូលឡៃដកអញ្ចឹងភ្លើងគឺវារត់បានមួយជួរនេះហើយបានពាក់កណ្ដាល board ប៉ុន្តែខ្ញុំចង់ឲ្យអា board ហ្នឹងវារត់ពេញទាំងអស់នៅក្នុង board ហ្នឹងអញ្ចឹងគឺខ្ញុំប្រើខ្សែដើម្បីតវាភ្ជាប់មកកាន់ board ខាងនេះមួយទៀតហើយដល់ពេលហើយខ្ញុំក៏បានដាក់ខ្សែមួយទៀតនៅខាង board នេះដើម្បីតភ្ជាប់មកខាងជំហៀងខាងនេះម្ដងហើយខ្ញុំក៏ប្រើវាតភ្ជាប់ដូចគ្នាដូចយើងឃើញភ្លើងនេះស្រាប់អញ្ចឹងភ្លើងយើងគឺមានភ្លើងឯដោយសារខ្ញុំប្រើខ្សែវាតភ្ជាប់ board ហើយសម្រាប់អាឡៃ servo នេះវិញគឺយើងដោតជើងលេខ10 11 12ហើយនៅពេលដែលយើងដោតជើងហ្នឹងហើយយើងក៏ត្រូវដឹងថាជើងហ្នឹងយើងដោតនៅជើងណាដែរដើម្បីយើងទៅ config នៅក្នុងកូដរបស់យើងអញ្ចឹងអាឡៃចំណុចដែលយើងមើលឃើញដែល physical យើងឃើញប៉ុណ្ណឹងអញ្ចឹងអរគុណច
chẳng nơi pe là nhôm thọt hỏi pe là nhôm đau sai hỏi ở hay chẳng nơi pe đấy cứ nhôm test processing bảo vệ đại số bảo vệ nó thay vì chạm radar mà chẳng nơi pe là nhôm đặt đáy mà nhưng khơi nhé từ radar cứ việc bằng cứ việc là còn hồn chẳng nơi pe là nhôm đo đáy vẫn cứ vừa lột vào kiểu chẳng processing bảo dưỡng via ban đá ấy nó code đại dương man không phải này chẳng trong video này nhôm nâng record nó computer hay nhôm nâng video code via mùi muối ha via đào process thì này này chẳng ní cứ chỉ code bảo dưỡng nữa nơi pe là dương đã code tháo cứ dương ai test nó nâng bán này ha via phở mày hay ca đào sai bảo dưỡng của mình còn đang đá đại nhôm ban vậy chẳng mình nghe từ con phía ban mới tháo đấy ha processing dương đa mà radar dương chập mà rồi thay chập vậy chứ làm bay ban radar rồi thay chập đang alert ở dưới alert chưa po home rồi mùi có alert chỉ xem lại như dưới dương ai châu mà can pro máu hay dương mà bay việt hà processing download radar download em có mấy dương download app đến hoa làm bay đã ai processing bảo dưới rồi thay chập chứ xem nhóm mà ban download được can processing đến hai thấy dương họ đã châu và can code bao nhiêu mà đá link bao nhiêu mà đá dương châu mà can link bao nhiêu nó dân chơi việc thật là copy đi máuคือយើង copy ធំ voice radar នេះមក copy ធំ voice radar នេះរហូតមកដល់ធំចប់នេះមកយើង copy code ហ្នឹង Ctrl C យើងយកមកកាន់ដាក់ទៅកាន់ processing របស់យើងអញ្ចឹងយើងយកវាថា new នេះមកហើយយើងដាក់ code ហ្នឹងមកហើយបន្ទាប់មកយើងអាចចុច run មក processing របស់យើងហ្នឹងវានឹងបានហើយអញ្ចឹងអរគុណសម្រាប់ការមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងអ្នកទាំងអស់គ្នាត្រូវការចង្អុលឲ្យបន្ថែមឬមួយក៏ចង់ឲ្យខ្ញុំធ្វើបញ្ជាក់ឲ្យបន្ថែមអាច comment នៅខាងក្រោមវីដេអូឬមួយក៏ចង្អុលទៅកាន់បញ្ជាក់ radar នេះអាច comment នៅខាងក្រោមវីដេអូខ្ញុំនឹងប្រាប់គ្នាយើងផងដែរអញ្ចឹងអរគុណគ្នាយើងសម្រាប់មើលវីដេអូនេះជំរាបលា